ឃើញទស្សនភាពចឹងចឹងអីមាននឹកស្រុកកណ្ដាលអត់នងស្វាគមន៍អ្នកនរគ្នាមកកាន់ vlog ភាគ4មកស្វែងរៀងចិត្តមួយអាទិត្យថ្ងៃនេះ vlog របស់ខ្ញុំគឺអត់មានទៅណាទេគឺទៅផ្សារទិញម្ហូបហើយនឹងធ្វើម្ហូបដោយសារតែខ្ញុំត្រូវទៅទិញគ្រឿងក្រើតែ vlog មួយចំនួនដើម្បីយកទៅធ្វើបន់ឲ្យម៉ាក់ខ្ញុំហើយផ្សារដែលខ្ញុំមកទិញហ្នឹងគឺនៅផ្សារតាហោពីច្រើនបន្លែ vlog អីគឺខ្ញុំទិញនៅនឹងទេដោយសារតែខ្ញុំជាអ្នកដែលធ្លាប់រស់នៅកន្លែងហ្នឹងតាំងពីតូចគ្រាន់តែថាឥឡូវហ្នឹងខ្ញុំបានចាក់ចេញពីស្រុកកណ្ដាលហើយមកនៅភ្នំពេញតែត្រឡប់ទៅម្ដងគឺអត់ដែរចោលទេមួយនឹងផ្សារនឹងតែម្ដងហើយអ៊ំពូមីងអីនៅនឹងគឺគាត់ស្គាល់ខ្ញុំទាំងអស់ចឹងការដើរទិញបន្លែហ្នឹងគឺខ្ញុំដើរទិញម៉ូតូបន្តិចឲ្យបានគ្រប់តូកុំឲ្យគាត់នឹងចំណែនគ្នាទាំងបន្លែស្រស់សាច់ស្រស់អីគឺនៅនឹងមានទាំងអស់បើថាយើងចង់បានបន្លែស្រែត្រីស្រែឬក៏អារបស់ដែលទើបតែមានដើមខែដើមអីនៅផ្សារតាហោហ្នឹងគឺគេយកមកលក់ឲ្យពិសេសដូចខ្យងដូចអីអញ្ចឹងគឺគេលក់របស់របរបន្លែប្លុកអីតាមផ្ទះបេះមកឬក៏ទិញមកពីផ្សារស្រែអញ្ចឹងគឺយកមកលក់ហើយសម្រាប់បន្លែប្លុកក្រៅខេត្តអីគាត់មានដែរដូចសេរីពួកមណ្ឌលគិរីអីនេះក៏មានដើរតែផ្សារតែឆ្លៀតចូលបានបេះមកកាក់ផ្ទះគេទៀតដោយសារអ៊ំគាត់ឲ្យហើយកូនពៅយើងនេះគឺថាដើរផ្សារដែរចាហើយផ្សារដើរតែមួយផ្លែតទេបានមកកណោតែមួយផ្លែតហ្នឹងដាច់មកព្រឹកដែរហ្នឹងតម្រុំចេញមករួចថាតែទិញផងជំនុំផងអញ្ចឹងអ៊ំគាត់សួរហើយនេះរបស់របរដែលខ្ញុំទិញបានមកពីផ្សារមកទុកឲ្យពូមីងខ្ញុំដោយសារតែខ្ញុំពឹងគាត់ឲ្យជួយធ្វើម្ហូបអញ្ចឹងក៏មកសម្រាប់ញ៉ាំនំញ៉ាំកាហ្វេអានំនេះគេហៅនំចេកហ្នឹងអស់គ្នាពេលញ៉ាំជាមួយកាហ្វេចូលជិះគ្នាសាហាវផ្អែមជាមួយនឹងកាហ្វេល្វីងតិចអូយជាតិរបស់គេដោយសារខ្ញុំញ៉ាំអាយឡាតេអត់ស្ករហើយនេះគឺជាឆ្កែចេះដឹងរឿងគេឥឡូវមកដល់បាយថ្ងៃហើយគឺថាដំបូងគឺនាងខ្ញុំមានការស្ងោរខ្យងចាខ្យងដែលបានទិញមកពីផ្សារហ្នឹងគឺត្រាំជាមួយនឹងម្ទេសសិនឲ្យវាខ្ជាក់ដែរហើយដើរទៅក្រោយផ្ទះអ៊ំមកបេះស្លឹកតបែកដើម្បីយកទៅស្ងោរជាមួយនឹងខ្យងហ្នឹងដាក់ស្លឹកតបែកហ្នឹងទៅដើម្បីការពារកុំឲ្យរាកដោយសារតែនៅក្នុងស្លឹកតបែកហ្នឹងគឺវាមានជាមួយការពារកុំឲ្យយើងរាកណាអ្នកនរគ្នាក៏វាមានក្លិនឈ្ងុយកាត់ឆ្អាបដែរខ្យងនេះខ្ញុំទិញមកថង3000ណាខ្ញុំទិញមក3ថងអ៊ំអ្នកលក់ខ្យងគាត់ថាជួយទិញអ៊ំទៅអ៊ំដើររើសតាចិត្តមិនដាច់ទិញទាំងអស់ចាហើយណាមួយខានញ៉ាំយូរដែរឃ្លានណាឃើញអញ្ចឹងណាហើយយើងក៏មិនភ្លេចឈើចាក់បែបបុរាណដែរនោះគឺបន្លាក្រោយគឺថាបាយថ្ងៃជុំគ្នាមានមាន់ដុតផងមានខ្យងផងចឡើងសល់ខ្យងទាំងអស់សាច់មាន់អត់ទេយូរញ៉ាំម្ដងអញ្ចឹងខ្យងជាតិណាក៏ខ្ញុំនៅស្រុកខ្ញុំអាសាធ្វើហូបដល់ដល់ពេញរត់ទិញអត់បានជាតិតិចអីនេះទឹកត្រីកោះកុងចេះមកញ៉ាំហើយអីហើយនាំគ្នាសម្រាប់ថ្ងៃបន្តិចណែដល់ពេលរសៀលគឺពេលរសៀលអ្នកស្វ័យនេះគឺគេញ៉ាំបាញ់កាញ់ហើយបាញ់កាញ់នេះក៏លក់នៅតាហោដែរលក់ចាប់ពីម៉ោង1ថ្ងៃទៅហើយយើងញ៉ាំហ្នឹងប្រហែលខ្ទង់ម៉ោង2:73ហើយបថងហ្នឹងគឺ4000យើងចង់បន្ថែមឈាមអីពីក្រៅអីក៏បានដែរសម្រាប់ឈាមម្ដង1000អូយជាតិណាស់អ្នកនរគ្នាទៅថ្ងៃឡើងភាគច្រើនគឺគេញ៉ាំបាញ់កាញ់បែបហ្នឹងទៅពីញ៉ាំហើយឥឡូវខ្ញុំមកទិញអស់ទិញអីដើម្បីយកឲ្យមីខ្ញុំធ្វើម្ហូបដើម្បីយកទៅវត្តស្អែកអញ្ចឹងណានេះពួកគាត់រៀបចំអីឲ្យហើយកាត់ភ្លើងងោះអាណាដែលថាត្រូវធ្វើឲ្យពីល្ងាចហ្នឹងគឺធ្វើឲ្យហើយខ្ញុំមកជួយធ្វើគ្រឿងធ្វើអីគាត់ដែរព្រោះធ្វើចង្ហាន់ប្រកេនលោពេលថ្ងៃអញ្ចឹងក៏មកជួយគាត់តិចតួចទៅអាណាដែលជួយបានអាណាធំធ្វើមិនបានទុកឲ្យគាត់ធ្វើទៅធ្វើនៅដូចខ្វះអីរើសធ្វើណាអង្គុយបុកគ្រឿងចង់ឲ្យសម្រាប់ម្ហូបថ្ងៃស្អែកហ្នឹងគឺយើងមានឆាក្តៅទាមានស្ងោរម្រះហើយសម្រាប់ទានេះខ្ញុំកំងបងខ្ញុំឲ្យទិញឲ្យបានផុយល្អណាស់អត់ស្វិតទេសុំពូបន្តិចយកមកធ្វើម្ជូរគ្រឿងទាដាក់តកូនដាក់អីញ៉ាំហើយនេះខ្យងញ៉ាំសល់ពីព្រឹកយកមកឆាខ្យងចឹងអញ្ចឹង vlog ភាគ4មកស្វែងរៀងរបស់ខ្ញុំគឺចប់ហើយកុំភ្លេចដងចាំទស្សនាភាគ5ពេលខ្ញុំទៅធ្វើបុណ្យនៅវត្តនៅថ្ងៃស្អែកផង